បាទជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបាទមកទៀតហើយធ្វើវីដេអូបង្រៀនស្គរនៅចង្វាក់បទកន្សែងក្រហមហ្នឹងហើយក្នុងចង្វាក់បទកន្សែងក្រហមនេះយើងអាចប្រើបានច្រើនបទបើយើងចេះក្នុងមួយចង្វាក់កន្សែងក្រហមហ្នឹងយើងអាចប្រើបានច្រើនបទទី1បទសែងក្រហមទី2កងសើយទី3បទសំពងទី4ផាត់ជាយខ្លាយទី5ផាត់ជាយអនបាក់វងណនទី6កងសើយទី7នគររាជទី8នគររាជជើងព្រៃហើយនឹងមានបទច្រើនទៀតដែលប្រើនឹងនេះក៏ខ្ញុំរៀបរាប់ត្រួសទេអញ្ចឹងទស្សនានៃការបង្រៀនស្គរនៅចង្វាក់កន្សែងក្រហមបាទទី1យើងវាយចប់ក្នុងមួយចង្វាក់កន្សែងក្រហមប៉ុន្តែក្នុងមួយបទកន្សែងក្រហមហ្នឹងវាមាន2ថតក្នុងមួយថតឬក៏ក្នុងមួយថ្នាក់ហ្នឹងយើងលេងពីរដងប៉ុន្តែលេងក្នុងចង្វាក់ដែរទេក្នុងចង្វាក់ដែលខ្ញុំលេងចាប់មកថតឬមកឃ្លាមិញហ្នឹងអញ្ចឹងក្នុងមួយចង្វាក់មកថតឬមកឃ្លាដែលខ្ញុំលេងបង្ហាញមិញហ្នឹងគឺយើងអាចប្រើបានច្រើនបទទៅតាមខ្ញុំរៀបរាប់មិញអញ្ចឹងម្ដងទៀតមួយពើងក្បាលចូលត្បូងថែមមិនមែនដូចចង្វាក់ហោមរោងទេនេះយើងថែមហៅតែ2ជាន់អញ្ចឹងត្បូងចប់មកចង្វាក់អញ្ចឹងពុកម៉ែបងប្អូនរៀនមើលតាមនឹងទៅខ្ញុំវាយស្គរមួយសំខាន់ដែលយើងច្បាស់នេះពេកទីងជើងប្រាក់ដែលខ្ញុំធ្វើមេតូបង្រៀនមេតូស្គរនៅក្នុង TikTok ដែលខ្ញុំផុសសារមុនហ្នឹងអញ្ចឹងយើងដែលចេះមេតូហ្នឹងហើយយើងអាចយកមកប្រើនឹងបានពេកតោតាក់ទីងជើងក្នុងបទទាំងអស់គឺប្រើនៅនឹងទាំងអស់ហ្នឹងហើយពេកបាក់ដៃបើកដៃបាក់ដៃមួយបើកដៃមួយម្លេង2វាមាន2អញ្ចឹងវាយចាំដូចគ្នាប៉ុន្តែក៏តែមួយបើកដៃមួយបាត់ដៃនេះបាត់ដៃនេះបើកដៃតែម្លេងលឺខុសគ្នាហ្នឹងហើយហើយចឹងវីដេអូខ្ញុំគឺមានតែប៉ុណ្្នឹងហើយបើសិនពុកម៉ែបងប្អូនចង់សនំពរខ្ញុំប
បង្រៀនបទអ្វីទៀតអាចខមមិនក្នុង TikTok បានហើយបើសិនមានកំហុសខុសឆ្គងហើយសូមអធិស្ឋានផងលោកគ្រូអ្នកគ្រូហើយហ្នឹងហើយបើសិនមានចម្ងល់អាចខមមិនសួរខាងក្រោមបានអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងបាទសូមអរគុណ